យើងបន្តលំហាត់លេខ6ដល់លំហាត់លេខ10នៅទំព័រទី30នៅក្នុងសៀវភៅ3000តេស្តដដែលលំហាត់លេខ6គឺដាក់ I something something to have a piece of toast ចឹងលំហាត់នេះគឺចង់តេស្តយើងទៅជាមួយនឹងការប្រើប្រាស់សកម្មភាពចម្លើយ A I do I do to have អត់ត្រូវអី I do តតែ I do something ធ្វើអីមួយហើយចម្លើយ B គឺដាក់ I am going to have ចឹងអាហ្នឹងគឺទម្រង់ be going to នៅក្នុងcontact មួយហ្នឹងនៅក្នុងប្រយោគហ្នឹងគឺតកតងជាមួយសកម្មភាព be going to ដែលយើងនិយាយពី prediction ដែលហៀបនឹងកើតអញ្ចឹងគ្រាន់តែគាត់និយាយថា I am going to have មានថាពេលនិយាយហើយគាត់ដើរទៅញ៉ាំហ្មងបាទហើយចម្លើយ C I are going គឺខុស rule របស់ grammar យើងអត់អាចប្រើ subject I ជាមួយនឹង are បានទេយើងប្រើបានតែជាមួយប្រធាន you we they អញ្ចឹងចម្លើយនេះគឺខុស rule របស់ grammar អត់ត្រូវទេI go to have ជាទូទៅយើងអត់និយាយ I go to have ក្នុងប្រយោគហ្នឹងឯងយើងនិយាយថា I have យកមកហើយចឹងចម្លើយ D នេះក៏អត់ត្រូវដែរទម្រង់ present simple យើងនិយាយថា I have a piece of toast យើងអត់និយាយ I go to have ទេបាទចឹងចម្លើយគឺចម្លើយ B បាទហើយលំហាត់លេខ7លំហាត់នេះគេចង់តេស្តយើងទៅជាមួយនឹងការប្រើប្រាស់រូបរាង possessive form អាហ្នឹងគេហៅថា possessive noun ណាកម្មសិទ្ធិរបស់នាមអញ្ចឹងកម្មសិទ្ធិរបស់នាមរូបរាងរបស់វាគឺមាន2គឺ apostrophe s ហើយនឹងរូបរាង s apostrophe បាទបើសិនជា noun ហ្នឹងមាន s ហើយយើងអត់អាចទៅសេដាក់ s មកចេះបានទេបាទអាហ្នឹងគឺស្មើនឹង of ហើយទម្រង់របស់ possessive noun ហ្នឹងគឺយើងអត់អាចដាក់ the នៅបន្ទាប់ពី noun ទី2នេះឯងយើងអាចដាក់ the children's the school ទៀតទេ the អត់អាចដាក់2ដងទេដោយសារតែទម្រង់ possessive ហ្នឹងគឺវាស្មើនឹងវាជា determiner ដូចទៅនឹង the ដូចទៅនឹងអីដែរអញ្ចឹងអត់អាចដាក់បានទេអញ្ចឹងកន្លែងហ្នឹងគឺចម្លើយរបស់យើងគឺចម្លើយ A នេះរូបរាងនេះបាទអាហ្នឹងមកពី the school of the children បាទ is the school of the children អញ្ចឹងចម្លើយគឺចម្លើយ A ហើយចម្លើយ B គឺអត់ត្រូវទេបើសិនជាយើងនិយាយអញ្ចឹងវាទៅជា the children's of the school វិញហីបាទអញ្ចឹងអត់ត្រូវទេហើយចម្លើយ C វាខុសទម្រង់របស់ possessive noun យើងកុំដាក់ the នេះបន្តអញ្ចឹងបាទដោយសារទម្រង់ possessive noun ហ្នឹងវាជា determiner ដូចទៅនឹង the ដូចទៅនឹងអីដែរហ្នឹងអញ្ចឹងយើងដាក់ពីរជាន់គ្នាចឹងអត់បានបាទហើយចម្លើយ D ដូចគ្នាដែរបាទវាខុសទាំងនេះហើយវាខុសទាំងអា noun ទៀតដាក់ទីតាំង noun អត់ត្រូវហើយបាទអញ្ចឹង noun កម្មសិទ្ធិគឺភាគច្រើននៅពីមុខចេះបាទហើយភាគច្រើនគឺ noun មនុស្សបាទអាហ្នឹងគឺសាលារបស់បាទ school of the children បាទហើយលំហាត់លេខ8ដូចគ្នាដែរព្រោះវាដូចតែគ្នាហ្នឹងហើយបាទអញ្ចឹងចម្លើយរបស់គេគឺចម្លើយ A ហ្នឹងហើយបាទគឺមកពី is mothers of Richard ហើយគឺជាម្ដាយរបស់ Richard អញ្ចឹងចម្លើយយើងមើលចម្លើយនេះ Richard of mother ត្រូវទេ the mothers of Richard ក៏ត្រូវដែរយើងអាចដាក់លើនឹងបានទេចម្លើយ D ក៏ដូចគ្នាដែរហើយលំហាត់លេខ9លំហាត់នេះគឺចង់តេស្តយើងទៅជាមួយនឹងការប្រើប្រាស់ពពួក interrogative pronoun សព្វនាមសំណួរឬក៏ហៅថា WH question who យើងបកថានរណាសួរមនុស្ស how សួរពីវិធីឬក៏របៀប when សួរពេលវេលា where សួរទីកន្លែងអញ្ចឹងកន្លែងនេះគេឆ្លើយថា by bus គឺមានថាជាមធ្យោបាយអីអញ្ចឹងយកចម្លើយ B មក how does Louis go to school អានេះដូចគ្នាដែរ how who when where អញ្ចឹងយើងមើលចម្លើយរបស់គេ we usually play in the evenings អញ្ចឹងនេះគឺពេលវេលាហើយលេងពេលណាគឺរៀងរាល់ពេល
ល្ងាចអញ្ចឹងប្រកាសជាវេនđấy បាទគឺសួរថាអ្នកឯងលេង cards លេង beer ពេលណាជាទូទៅអញ្ចឹងធម្មតាលេងពេលល្ងាចរៀងរាល់ពេលល្ងាចevening time s អញ្ចឹងអាហ្នឹងគឺស្មើនឹង a free បាទអូខេហ្នឹងហើយលំហាត់ហ្នឹងគឺមានប៉ុណ្ណឹងបាទអរគុណ